នៅថ្ងៃនេះគឺជាថ្ងៃដំបូងនៃរយៈពេលកំណត់30ថ្ងៃសម្រាប់អតិថិជននិងម្ចាស់បំណុលរបស់ធនាគារ Print ដើម្បីដាក់ឯកសារបន្ទាប់ពីធនាគារជាតិសម្រេចផ្អាកប្រតិបត្តិការនៃធនាគារនេះនៅពេលដែលអ្នកសារព័ត៌មានកម្ពុជាទៅដល់ទីតាំងនៃទីស្នាក់ការកណ្ដាលរបស់ធនាគារ Print នៅខណ្ឌ7មករានៅព្រឹកថ្ងៃអង្គារនេះមានមនុស្សចំនួនតិចតួចប៉ុណ្ណោះហើយភាគច្រើនជាជនជាតិចិនដែលជិះរថយន្តពណ៌ខ្មៅចូលទៅដាក់ឯកសារស្របពេលដែលអតិថិជនខ្មែរនិងជាតិសាសន៍ដទៃទៀតមានតិចតួចណាស់ស្របពេលដែលអតិថិជនជាច្រើនអ្នកបដិសេធមិនផ្ដល់បទសម្ភាសន៍នឹងអ្នកសារព័ត៌មានកម្ពុជាជនជាតិខ្មែរម្នាក់មកដាក់ឯកសារស្នើសុំដកសាច់ប្រាក់សរុបចំនួន$20,000ជាងប្រាប់កម្ពុជាថានៅពេលដែលលោកចូលទៅខាងក្នុងក៏មិនសូវឃើញមានមនុស្សច្រើនប៉ុន្មានដែរបើយោងតាមការសន្និដ្ឋានរបស់បុរសជនជាតិខ្មែររូបនេះថាប្រហែលអតិថិជនជាជនជាតិចិនច្រើនដូច្នេះពួកគេមួយចំនួនមិនទាន់ដឹងច្បាស់ពីដំណឹងនេះទើបមិនទាន់ឃើញមកដាក់ឯកសារការសម្រេចនេះធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានតែងតាំងក្រុមហ៊ុន Morrison កាក់ដើម្បីមើលការខុសត្រូវលើដំណើរការទូទាត់នៅធនាគារ Print ហើយនៅថ្ងៃទី12ម្សិលមិញនេះក្រុមហ៊ុនចេញសេចក្តីប្រកាសថាអតិថិជនឬម្ចាស់បំណុលមានរយៈពេលតែ30ថ្ងៃប៉ុណ្ណោះក្នុងការដាក់ជំទាស់ឬទាមទារសំណងដោយតម្រូវឲ្យអ្នកដាក់ប្រាក់បញ្ញើនិងម្ចាស់បំណុលចេញមុខដោយផ្ទាល់ឬតាមរយៈមេធាវីអ្នកដែលខកខានតាមពេលកំណត់នេះនឹងប្រឈមនឹងការបាត់បង់សិទ្ធិទទួលបានសំណងធនាគារ Print កំពុងតែស្ថិតក្នុងក្រសែភ្នែកសាធារណជនដោយប្រធានសម្ព័ន្ធក្រុមហ៊ុន Print លោក Jensi ដែលជាមហាសេដ្ឋីចិនធ្លាប់កាន់សញ្ជាតិអង់គ្លេសនិងកម្ពុជាត្រូវបានចាប់ខ្លួននិងបញ្ជូនត្រឡប់ទៅប្រទេសចិនវិញក្នុងប្រតិបត្តិការអនុវត្តច្បាប់ឧក្រិដ្ឋកម្មឆ្លងដែនការផ្អាកធនាគាររួមជាមួយនឹងករណី Jensi នេះបានចោទសួរជាថ្មីពីសំណាក់អ្នកតាមដានសង្គមដោយពួកគេចោទថាតើនឹងមានការស៊ើបអង្កេតវែកមុខអ្នកដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀតក្នុងពេលឆាប់ៗនេះទេក្រោយពីលោក Jensi ត្រូវបានចាប់ខ្លួននិងធ្វើបច្ចាប័នទៅកាន់ប្រទេសចិន